đầy bạc thà ô nơi khuyên cha mi nè cha mi bong phong ta nhung xua thà bong trong cha bạc mấy có thà cha bạc mấy các bạn đây một style bảo ổn ca cha mi cứ tình nông tận o mà tha cha hal mình tha cha mình hal tới cứ chung anh cột một mòn chẳng tới tới cái cặp pi bờ lấm cái tự tình mà hộp ao nhom nè bong ôn nè chẳng cái tay nhặt ao khoa hay bong ôn cha cái miền pong cái miền chùa bùi nâng mà rẻ prơ cha hai cái vô chặt nhóm á cái vô mà đặt chặt cạn bài miền mi sạch chạy pi cái chập nâng hay mà chui mơ riệp trong tè bài nhóm mà tham tiệt chẳng á nè hay đây nhóm mặt chạy trao chặt cái nè bong ôn là chặt chui bờ pôn nâng tăng tại pi tha ban kia thay màu ឥឡូវរំលងមក10ឆ្នាំហើយសកម្មភាពដដែលបែបហ្នឹងគឺគាត់អត់ដែរចោលទេអញ្ចឹងมันបញ្ជាក់ចរិតថាប្តីខ្ញុំពិតជាចរិតល្អសម្រាប់ខ្ញុំបងប្អូនបើកភ្នែកមកគឺនិយាយថាក្នុងទូហ្នឹងសិតតែមហូបមហាប្តីទិញខ្ញុំបន្ទុកដាក់ឲ្យអញ្ចឹងណាអានេះគាត់ចេញទិញតែជើងទី1បងប្អូនចាមិនដឹងមានបន្លែប្លុកអីខ្លះទេខ្ញុំចិត្តតែរើទៅហើយទូរបស់ខ្ញុំហ្នឹងបើសិនជាមិនរើទេគឺមិនថាលាក់ខ្លួនស្អាវមហូបណា ហើយមួយសុភាពផ្ទះរបស់ខ្ញុំគឺអត់ទាន់រៀបចំហើយទេបងប្អូននិយាយទៅអាណិតផ្ទះខ្លាំងមែនតើបងប្អូនតបផ្ទះស្អាតទៅមកទូក្រោបទូអីអញ្ចឹងយើងក៏ប្រញាប់ប្រញាល់ធ្វើឲ្យរៀបចំឲ្យហើយអានបានចាញ់ធ្វើវីដេអូធ្វើអីវិញអញ្ចឹងណាព្រោះរាល់ថ្ងៃនេះអត់ដែលមានពេលចាញ់វីដេអូខ្លួនឯងទេដោយសារតែផ្ទះហ្នឹងវាកំពុងតែជួសជុលនេះបងប្អូនទោះបីជាផ្ទះហុយប៉ុណ្ណាចក្រានបាយខ្ញុំគឺរៀបស្អាតតែម្ដងតាំងតែពីយប់ព្រលឹមឡើង គ្រាន់តែថាចោះមកគឺធ្វើមកហូបបានតែម្ដងព្រោះយើងរៀបចំឲ្យស្អាតយើងចូលជូតថែមវារៀងហុយចឹងមិនថាមនុស្សយើងតែស្អាតហើយទៅកន្លែងណាក៏ស្អាតដែរចាអាលជូតពេញនឹងឯងឥឡូវហ្នឹងយើងមក unboxing ថាមានអីគេខ្លះអានេះគឺជាមនុយរបស់កូនចា កូនអត់ចោលទេចំហៀនដំបងគឺធ្វើមកហូបឲ្យកូននឹងឯងឥឡូវហ្នឹងគឺចាប់ផ្ដើមស្ងោបងប្អូនណាខ្ញុំទៅរោចានរោឆ្នាំងនេះឆ្នាំងបងប្អូនខ្ញុំយកមកទុកខាងក្រោមឆ្នាំងប្រើតអស់តម្លៃទៅចោលវាឥឡូវយកវាមកចុចទឹកហើយបងប្អូនឆ្នាំងនេះសិតតែធ្វើដៃធ្វើឲ្យខ្លោចទាំងអស់ទៅឃើញឆ្នាំងខ្លាយជាបែបហ្នឹងទឹកដាំពុះហើយស្រេចអញ្ចឹងយកមកដាក់ភ្លាមគឺពុះភ្លាមតែម្ដងអត់យូរទេឥឡូវមកចាប់ផ្ដើមហាន់បន្លែប្តីក៏ថាចូលចិត្តឲ្យកូនញ៉ាំបន្លែបៃតងអញ្ចឹងណាព្រោះការញ៉ាំបន្លែច្រើន ចាជួយដល់សុខភាពបានល្អចាក៏ថាបន្លែយើងលាងទឹកឲ្យបានច្រើនទៅព្រោះយើងអត់បានដាំខ្លួនឯងទេអញ្ចឹងខ្ញុំចាត់ស្ពៃកញ្ញាញហើយខ្ញុំយកវាមកត្រាំទឹកដាក់អំបិលខ្លះអញ្ចឹងទៅត្រាំវាទុកមុំទៅថាចាអាចវាបឺតជាតិពុលបានខ្លះអញ្ចឹងណាបងប្អូនចាចេះតែប្រយ័ត្នទៅបងប្អូនអើយថែរក្សាសុខភាពបន្តិច បន្ទាប់ពីត្រាំមិនដឹងហើយខ្ញុំមកចិត្តក្រុតបងប្អូនចាគ្រប់វីដេអូរបស់ខ្ញុំអត់ខ្ញុំមកដែរចោលទេក្រុតហ្នឹងបងប្អូនព្រោះកូនចូលចិត្តហើយខ្លួនឯងក៏ចូលចិត្តក្រុតដែរឲ្យតែតុនផុយហ្នឹងគឺចូលចិត្តញ៉ាំខ្លាំងមែនតើអញ្ចឹងក្រុតគឺជាបន្លែមួយដែលខ្ញុំនិយមដាក់ខ្លាំងជាទីបំផុតនៅក្នុងផ្ទះរបស់ខ្ញុំណាបងប្អូនចិត្តក្រុតហើយអីហើយយើងចាប់ផ្ដើមមកលាយគ្រឿងប្រហិតត្រីលាយដាក់រ៉ូឌីដាក់ជាមួយនឹងម្រេចខ្លះទៅហើយជាមួយនឹងមើមខ្ទឹម និយាយទៅគឺម្រេចគឺខ្ញុំបុកឲ្យស្រេចលីងឲ្យបុកស្រេចអញ្ចឹងពេលយើងធ្វើអត់ពិបាកមកអង្គុយបុកទេបងប្អូនញីនឹងដាក់ថង់អញ្ចឹងទៅអានេះគឺជារីសាលដែលខ្ញុំបានរៀបចំឲ្យស្រេចនៅពេលដែលយើងធ្វើម្ហូបគឺលឿនខ្លាំងមែនតើឥឡូវទឹកនឹងក៏ពុះដែរបងប្អូនខ្ញុំចាប់ផ្ដើមដាក់ប្រហិតត្រីនឹងចូលទៅតែម្ដងកុំឲ្យកូនញ៉ាំតែសាច់ជ្រូកពេកបងប្អូនអើយចាញ៉ាំត្រីញ៉ាំអីខ្លះទៅ ហើយសាច់ត្រីនឹងម៉ត់ល្អខ្លាំងណាល្អហ្មងចាប្តីខ្ញុំទិញតែកន្លែងមួយគាត់ទេអត់ពីកន្លែងមួយអត់ទិញទេណាបងប្អូនស្មោះស្ម័គ្រជាមួយមួយខ្លាំងណាស់មិនមែនស្មោះស្ម័គ្រតែជាមួយប្រពន្ធទេសូម្បីតែមួយគាត់ក៏ស្មោះស្ម័គ្រខ្លាំងបើអត់មានអត់ខ្ចីទិញហើយអត់ចង់ទៅរកកន្លែងផ្សេងទេអញ្ចឹងមិនថាមួយឲ្យតែជាប់មួយបានប្តីមួយខ្ញុំហើយដឹងតែអែមហើយគឺទៅទិញមុខដដែលហ្នឹងណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមមករៀបចំមនុយទី2ហើយគឺយើងឆាមីនឹងឯងបងប្អូន យើងធ្វើមកហូបខាងនោះបដាយើងមកដាក់ស្ងោខាងនេះបដានិយាយទៅយើងចក្រាន2អញ្ចឹងធ្វើអញ្ចឹងឆាប់បានឆ្អិនញ៉ាំអញ្ចឹងណាបើចក្រានតែមួយខ្ញុំអូយមិនងាយធ្វើម្ហូបបានឆ្អិនទេដោយសារតែខ្ញុំមានពេលតែ1ម៉ោងក្នុងការធ្វើម្ហូបបងប្អូនក្រោកពីព្រលឹមម៉ោង7កន្លះហ្នឹងរៀបរោបជូននាំកូនទៅរៀនងូតទឹកឲ្យកូនហ្នឹងចារៀបចំខ្លួនឯងងូតទឹកងូតអីហើយត្រឹមតែបានចាញ៉ាំកាហ្វេញ៉ាំជាមួយនឹង collagen ញ៉ាំអីហ្នឹង ចាប់តបពេកតបអីផងរំខ្លាយខ្លាំងហ្នឹងវាដល់ម៉ោង 10 មកដល់បាត់ហើយអញ្ចឹងខ្ញុំមានពេលត្រឹមតែ1ម៉ោងក្នុងការធ្វើម្ហូបអញ្ចឹងបើយើងចក្រាន2ក៏លឿននេះបងប្អូនខ្ញុំរៀបចំឲ្យស្អាតហើយគឺខ្ញុំចាប់ផ្ដើមឆាតែម្ដងហើយសាច់ជ្រូកគឺមានក្នុងទូស្រាច់អត់បានទិញទេពងតែ2គ្រាប់មកមិនមានមីម៉ាម៉ាមកមានខ្ទឹមពងខ្ទឹមអីមកខ្ទឹមច្រាំមកគឺញាក់សាច់តែម្ដងដាក់ខ្លាញ់រៀងជ្រុលឲ្យបងប្អូនអើយខ្ជិលដុសចេញ ចាអញ្ចឹងពេលខ្លះប្រើខ្លាញ់ក៏ប្រើច្រើនអូច្រើនមុនដំបូងយកអត់តន់ឆាទាំងបងប្អូនខ្ញុំសុំជៀនពងទុកត្រឡប់វាទុកសិនណាបងប្អូនណាចាអញ្ចឹងនៅពេលដែលយើងជៀនពងទុកហើយយើងទុកវាមិនលើអញ្ចឹងតែបន្ទាប់មកទៀតបានយើងចាប់ដើមឆា
ខ្ទឹមច្រាំហើយជាមួយនឹងម្ទេសនឹងស្រាច់ច្រាំស្រាច់ចឹងទៅយើងដាក់តាមមកសំពប់បន្ទាប់មកទៀតគឺយើងចាក់សាច់ចូលបងប្អូនសាច់នឹងមានតែប៉ុណ្្នឹងទេប្តីទិញមក5000ហ្នឹងខ្ញុំធ្វើអស់ពាក់កណ្ដាលនៅសល់តែពាក់កណ្ដាលនឹងឯងចាអញ្ចឹងក៏យកវាមកធ្វើទៅបងប្អូនអើយអត់មានអស់លុយទេឆាមីនេះគឺសឹងតែអស់លុយតែម្ដងសតតែអីវ៉ាន់មាននៅក្នុងទូទាំងអស់ហើយបើសិនជាខ្ញុំអត់សូវរវល់ខ្ញុំតនេជាងនេះមកហូបខ្ញុំយ៉ាងតិចក៏2ទៅ3មុខដែរខ្ញុំចូលចិត្តធ្វើ3 4មុខអញ្ចឹងណាបងប្អូនចាប៉ុន្តែអត់សូវមានពេលទេអញ្ចឹងយើងឆ្លៀតធ្វើបានអីញ៉ាំក៏យើងធ្វើទៅវាអត់ចាំបាច់ទិញមកហូបគេចាណាមួយគឺមកហូបគេខ្ញុំញ៉ាំអត់ស្និទ្ធមាត់ទេវាមិនមែនជារសជាតិដែលខ្ញុំចង់បាននេះគឺជារសជាតិដែលខ្ញុំចង់បានណាបងប្អូនអើយនិយាយពីថាឆាមីខ្លួនឯងក៏នឹកទៅសារខ្លួនឯងថាចេះឆាបានឆ្ងាញ់អីចឹងទៅគឺត្រូវចិត្តខ្លួនឯងទេបើអ្នកដតីខ្ញុំមិនដឹងថាត្រូវមិនត្រូវទេហើយបងប្អូនមើលគ្រឿងតាមនឹងបានគឺខ្ញុំអត់ដាក់អីច្រើនទេដាក់តែទឹកត្រីដាក់តែជាមួយនឹងប្រេងខ្យងស្ករបន្តិចប៊ីចេងបន្តិចហើយដាក់លួចទឹកម្ទេសបន្តិចទៅរីហ្សាល់គឺឆ្អិនតែម្ដងឆ្ងាញ់ចឹងណាចឹងមកហូបខ្ញុំ2មុខហ្នឹងគឺរួចរាល់ហើយបងប្អូននេះឆាមីចេញមកបងប្អូនតែពីកញ្ចប់ទេប៉ុន្តែញ៉ាំបានមកគ្រួសារតែម្ដងហើយយើងមានជាមួយនឹងស្ងោស្ពៃជាមួយនឹងប្រហិតត្រីហ្នឹងគឺអែមឯណាបងប្អូនមកហូបប៉ុណ្ណឹងណាចាសុមាក់បានស្ងៀនហើយបាយណៃស្ងៀនណាមកហូបឲ្យគេខ្លះមើលអូនកាក់ណាបងប្អូនខ្ជិលអត់ចង់ជម្រាបសួរខ្ញុំទេខ្ញុំថាមុនញ៉ាំបាយតើទៅជម្រាបសួរសិនមិនអញ្ចឹងទេអត់បានឲ្យញ៉ាំទេតើទៅគម្រាមអញ្ចឹងបានជម្រាបសួរថ្ងៃខ្លះក៏ជម្រាបថ្ងៃខ្លះក៏អត់ចង់អញ្ចឹងណាហើយបងប្អូនទាំងអស់គ្នាចាចាំញ៉ាំបាយជាមួយម៉ាក់រណាទាំងអស់គ្នាហើយមកម្ហូបស្ងោហ្នឹងគឺកូនរបស់ខ្ញុំនឹងឯងហើយក៏មានសាច់ជ្រូកប្រឡាក់អាំងអីតិចតួចឲ្យកូនអញ្ចឹងទៅអញ្ចឹងមុខម្ហូបមានតែប៉ុណ្្នឹងទេបងប្អូនអើយមួយថ្ងៃវិលធ្វើម្ហូបតែ2មុខហ្នឹងឲ្យតែបានញ៉ាំឲ្យត្រង់មាត់អញ្ចឹងទៅកុំឲ្យថាបានយើងនឹងទៅទិញម្ហូបស្រាប់អញ្ចឹងណាបងប្អូនយើងបកកែធ្វើម្ហូបប៉ុណ្្នឹងដែរយើងរវល់ប៉ុណ្ណាក៏ឆ្លៀតទៅជាពិសេសគឺធ្វើឲ្យកូនញ៉ាំតែម្ដងចាឲ្យប្តីរបស់ខ្ញុំនេះនិយាយពីថាអូឆ្ងាញ់គ្រប់មុខហ្មងបងប្អូនអើយឆ្ងាញ់ខ្លាំង